ថ្ងៃនេះដែរខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនអ្នកគ្នាមកទស្សនាកំសាន្តនៅការបរិយាពេញហួតបងស្នោជាមួយនឹងទេសភាពជាមួយនឹងអាកាសធាតុនិយាយថាត្រជាក់ស្រួលហើយជាមួយនឹងអាគារស្អាតមានសួនច្បារនិយាយថាស្អាតណាស់បងប្អូនហើយមកចង់មកកំសាន្តលេងឬក៏មកថត pre wedding ក៏បានដែរបងប្អូនអ្នកគ្នាគឺស្អាតបរិយាពេញហួតបងស្នោបងប្អូនអ្នកគ្នាទេសភាពស្អាតណាស់ខែនេះជាមួយទឹកឡើងខៀវស្ងាត់បងធម្មជាតិមានសត្វអស័យយំស្មាននេះអត់មានមនុស្សទៅផាចាំមកមួយជាង2តររៀងល្ងាចតិចបានមានភ្ញៀវឬក៏មនុស្សគេមកទស្សនាកំសាន្តលេងអញ្ចឹងណាបាទស្អាតណាស់បរិយាពេញហួតបងស្នោបងប្អូនជាមួយទេសភាពខ្យល់ឡើងត្រជាក់ហឹមជាមួយនឹងសម្រស់អាគារយ៉ាងស្រស់ស្អាតស្អាតណាស់មានទាំងកញ្ញាទៀតឡើងសោះសុភាកັບសេរីហ្មងប៉ុណ្ណឹងនេះនិយាយពីថាទេសភាពស្រស់ស្អាតបងប្អូនស្រឡះថេងហើយជាមួយខ្យល់បរិសុទ្ធបក់មកលហើយថ្ងៃរៀងក្តៅតិចចឹងណាអាហ្នឹងខ្ញុំទៅមកប្រហែលជាមួយឈៀងចូលតិចម៉ោង11 12ថ្ងៃត្រង់បងប្អូនអ្នកគ្នាបើយើងចង់ទៅលេងស្អាតមានភ្លើងពណ៌អីពេលល្ងាចបងប្អូនពេលយប់ប្រហែលជាម៉ោង5 6អីស្អាតម៉ោងមានភ្លើងពណ៌មានអីភ្លើងស្អាតចែកដាក់ភ្លើងស្អាតបងប្អូនអ្នកគ្នាហើយទេសភាពមានវាលស្មៅមានផ្កាមានអីក្តាំតាមតំបន់សួនកំសាន្តគេអញ្ចឹងណាបងប្អូនអ្នកគ្នាបងប្អូនភាគច្រើនស្គាល់ហើយក៏ខ្ញុំមកនេះ comment តិចដងដែរបងប្អូនហើយมันក្រោម10 ដងទេបងប្អូនតែក៏ឈៀងចូលមកលេងជិះកាត់អញ្ចឹងទៅក៏ឈៀងចូលមកថតលេងអញ្ចឹងទៅមកមើលទេសភាពមកមើលអាគារស្អាតមានផ្ទះមានបរិយាគេថាយីវិថាស្អាតបងប្អូនហើយគ្មានសម្រាមគ្មានអីទេនិយាយទៅមានផាសុខភាពគឺសុខភាពល្អរបស់គេបងប្អូនហើយនិយាយថាទំនងណាស់បងប្អូនហើយនេះថាក្លែងដើមឈើនេះកុំបលប់ស្អាតមានស្ពានមានអីលើទឹកលើអីគេថាមានថៃនោះមានថៃច្រើនណាហើយកន្លែងតួអាហ្វេបងប្អូននេះដូចនៅបារាំងអញ្ចឹងបងប្អូនតែច្រឡំថានៅបារាំងអីទៅនៅបារាំងអីនៅកម្ពុជាយើងហ្នឹងបងប្អូនអ្នកគ្នាទៅបរិយាពេញហួតបងស្នោហ្នឹងបងប្អូនស្អាតតែបងប្អូនអាចឡើងទៅលើបានហើយជាមួយនឹងទេសភាពអាគារជាមួយនឹងទឹកឡើងពណ៌ឡើងខៀវមកទឹកហើយពីថាត្រីច្រើនណាស់ក្នុងនឹងថៃអីខ្លះទេបងប្អូនហើយទេសភាពសពនភាពគឺស្អាតបងប្អូនតនេឈៀងចូលតលេងដើម្បីកំសាន្តអារម្មណ៍កំដរការអបសុកចឹងណាជាមួយទេសភាពជាមួយខ្យល់បរិសុទ្ធស្រូបយកខ្យល់ធម្មជាតិវាថាកប់សេរីមកឲ្យជាមួយនេះតួអាហ្វេនេះបងប្អូនខ្ពស់ណាបងប្អូននិយាយមើលទៅឃើញទៅទៀតទេបងប្អូនទៅដល់ផ្ទាល់មិនដឹងថាវាខ្ពស់ប៉ុណ្ណាហើយវាថាស្អាតណាតនេឈៀងចូលតលេងទៅបងប្អូនអ្នកគ្នាវីដេអូនេះអត់មានអីច្រើនទេគ្រាន់យើងទៅមើលទេសភាពសវនភាពខ្យល់ត្រជាក់ហឹមហ្មងនៅតំបន់ហ្នឹងបងប្អូននិយាយថាអេមហ្មងបើគេមកលើកមុនវិញបងប្អូនគេមកថតpre wedding គេថតpre wedding ចូលការគេមកថតរឿងថតរឿងខ្លីវីដេអូខ្លីរឿងគេអញ្ចឹងណាឃើញសម្បូរតែមួយរយៈលើដូចរៀងស្ងាត់ដែរពេលខ្ញុំមកវារៀងក្តៅអញ្ចឹងណាអាចជាលើតិចទៀតប្រហែលជាលើសេលតិចគេអាចជាមកថតច្រើនបងប្អូនអរគ្នាព្រោះការខ្ញុំមកលើកមុនឃើញសម្បូរគេមកថត pre wedding 4-10 គូក្នុងមួយថ្ងៃបងប្អូននិយាយថាទេសភាពស្អាតជាមួយអាគារហើយទឹកធ្លាក់កន្លែងនេះគឺក្រោមដើមឈើជាទៅត្រជាក់ស្រួលបងប្អូនអរគ្នាដើម្បីនិយាយរួមទៅបាត់ stress ដែរបងប្អូនយើងមកកំសាន្តទស្សនាហើយអរគុណវីដេអូយើងអត់មានអីវែងឆ្ងាយទេបងប្អូនសម្រាប់ការចែកជូនថតទេសនាបងប្អូនកំសាន្តលេងទេហើយកុំឲ្យស្ងាត់ពេកថាកំបាន់មុខវិជនយូរឯតាណាដែលឃើញផុសវីដេអូឃើញថតវីដេអូទៅលើមានវីដេអូបានខ្លីខ្លះទេបងប្អូនអត់បានវែងឆ្ងាយទេមួយរយៈហ្នឹងរៀងរវល់ចាំដល់សារចេញវីដេអូបានច្រើនហើយបងប្អូននៅទស្សនាវីដេអូហ្នឹងកុំភ្លេចជួយ like និង follow page វិជនម្នាក់មួយផងអរគុណកុំភ្លេច like និង follow តាមដែរម្នាក់មួយផងណាហើយជួបគ្នានៅវីដេអូក្រោយបន្តទៀតនឹងមានវីដេអូជាច្រើនសម្រាប់ចែកជូនបងប្អូនទស្សនាកុំឲ្យបងប្អូនធុញហើយអបសក់ជាមួយខ្ញុំបាទ